ចំណុច3ដែលធ្វើឲ្យជីវិតអាពាហ៍ពិពាហ៍ស្លាប់ទី1ការផាត់ក្បត់ទី2ការដែលប្រច័ណ្ឌទី3គឺការដែលមិនយកចិត្តទុកដាក់ឬក៏មិនអើពើនឹងឯងចូលមួយនេះខ្ញុំនឹងនិយាយអំពី3ចំណុចដែលធ្វើឲ្យជីវិតអាពាហ៍ពិពាហ៍ស្លាប់ចំណុចទី1គឺការផាត់ក្បត់ជាទូទៅយើងតែងតែយល់ច្រឡំថាការផាត់ក្បត់តតែដៃគូម្ខាងទៀតទៅមានជនទី3ទៅជាហៅការផាត់នោះទៅហៅថាវាជាការផាត់ក្បត់ប៉ុន្តែតាមពិតទៅការដែលក្បត់ហ្នឹងឧទាហរណ៍ថាគ្រាន់តែការដែលមិនស្មោះត្រង់ជាមួយនឹងប្រាក់ចំណូលដែលយើងរកជាមួយគ្នាវាក៏ជាការដែលក្បត់តែមានកំណត់មិនត្រឹមត្រូវឬក៏មានភាពមិនស្មោះត្រង់អាហ្នឹងក៏គេហៅថាជាការមួយដែលក្បត់ដែរចំណុចទី2តកតងទៅនឹងការដែលសង្ស័យប្រច័ណ្ឌមិនຕົកចិត្តការដែលប្រច័ណ្ឌវាបង្ហាញអំពីភាពដែលមិនຕົកចិត្តមិនឲ្យតម្លៃមិនជឿជាក់ទៅលើដៃគូរបស់អ្នកហើយមិនយូរមិនឆាប់ទេជីវិតអាពាហ៍ពិពាហ៍របស់អ្នកនឹងដើរដល់ផ្លូវមួយដែលគេហៅថាចែកផ្លូវគ្នាឬក៏ស្លាប់នឹងឯងចំណុចទី3ចុងក្រោយគេគឺតែមិនអើពើមិនយកចិត្តទុកដាក់ឬក៏មិនខ្វល់ខ្វាយអ្វីទាំងអស់ចំណុចនេះក៏វាសំខាន់ដែរអ្នកខ្លះវិញគឺគាត់មិនអើពើអ្វីទាំងអស់នៅក្នុងមិនថាក្នុងទំនាក់ទំនងទំនួលខុសត្រូវឬក៏អ្វីផ្សេងទៀតនៅក្នុងក្រុមគ្រួសារគាត់ទុកឲ្យដៃគូរបស់គាត់រ៉ាប់រងទួលតែឯងឬក៏រែកទៅតែឯងហើយគាត់គឺជ្រើសរើសនៅស្ងៀមមិនខ្វល់ខ្វាយមិនអើពើអ្វីទាំងអស់អញ្ចឹងទម្លាក់បន្ទុកនោះទៅលើដៃគូតែម្ខាង